ឃើញតែហ៊ានសៀមចូលប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅនាងសុភ័ក្រកុសុមៈក្តៅស្លឹកត្រចៀកប្រលះអ្នកនៅកំត្រករបស់សៀមគួរចេះឈឺខួរឃើញទង្វើសាហាវប្រិយផ្ស័យរបស់យោធាសៀមវាយកំទេចផ្ទះប្រជាពលរដ្ឋហើយថែមទាំងលួចទ្រព្យសម្បត្តិទាំងអស់រួចថតវីដេអូបង្ហោះសើចសប្បាយមិនខ្វល់ពីទុក្ខលំបាកប្រជាជនកម្ពុជាគណៈមហាជនជាច្រើនផ្ទុះកំហឹងយ៉ាងខ្លាំងនិងផ្ដាំតកូនតចៅក៏ពេលជាមួយគ្នានោះផងដែរគណៈយោធាសៀមនៅតែផ្កើនអត់ទ្រាំមិនបានពិធីករណីនាងសុភ័ក្រកុសុមៈក្តៅដូចបាយពុះប្រលេះយោធាសៀមដែលជាចៅចូលមកលួចរបស់គេគ្រប់សពជាពិសេសអ្នកនាងផ្ដាំទៅបុគ្គលមួយចំនួនដែលនៅតែគ្រប់គ្រងផលិតផលសៀមគួរចេះឈឺចាប់នេះបើតាមអ្នកនាងសុភ័ក្រកុសុមៈបានបង្ហោះសារថាប្លន់ដីផងប្លន់ទ្រព្យសម្បត្តិផងពួកសត្វត្រេកឆានគ្មានចិត្តមេត្តាធ្វើបាបប្រជាជនស្លូតត្រង់ផ្ដាំតកូនតចៅហើយសូមផ្ដាំអ្នកមួយចំនួនដែលនៅតែបន្តប្រើប្រាស់របស់ចោលសូមចេះឈឺខួរផងកុំដោយសារតែឯងធ្វើឲ្យគេថោកជាមួយសារបង្ហោះខាងលើរបស់អ្នកនាងសុភ័ក្រកុសុមៈត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនលើកឡើងថាកំពូចចៅសៀមលួចតាំងពីស្រូវអង្គរលួចទាំងរបស់របរប្រជាពលរដ្ឋកម្ពុជាហើយស្រែកចង់បានសេចក្តីថ្លៃថ្នូរមិនបាច់ខឹងមិនបាច់ចងគំនុំដាក់បណ្ដាសាអ្នកណាឡើយកម្មអ្នកណាសាងអ្នកនោះទទួលហើយមិនបាច់ជេរម៉ែមិនបាច់ជេរឪវាទេកុំឲ្យបាប់មាត់យើងជាខ្មែរខំរក្សាសិលធ្វើបុណ្យធ្វើសេចក្តីល្អទាំងឡាយរមែងកើតអំពើទង្វើទាំងនោះ